Ok, chẳngនេះគឺជាការបង្ហាញតងជាមួយនឹងការ switch screen ដែលបងប្អូនអាចភ្ជាប់កុំព្យូទ័របងប្អូនទៅធ្វើដូចជាពុយ monitor អញ្ចឹងណាអញ្ចឹងសារនេះគឺខ្ញុំបានធ្វើការឆ្លង screen ណាពី screen ទី1ទៅ screen ទី2ប៉ុន្តែវាស្ថិតនៅក្នុងផ្នែកខាងឆ្វេងនៃ monitor ទី1បាទអូខេឥឡូវយើងមើលអ្នកគ្នាពេលខ្ញុំដាក់នេះបាទពេលខ្ញុំដាក់ screen ទី2នៅខាងឆ្វេងអញ្ចឹងមករបស់ខ្ញុំនេះខ្ញុំអាចអូសឆ្លងកាត់ទៅខាងឆ្វេងបានបងប្អូនណាពេលដែលខ្ញុំដាក់នៅខាងស្ដាំគឺខ្ញុំអាចធ្វើការ apply សិនបាទ apply ខ្ញុំមិនអាចអូសទៅឆ្វេងវិញបានទេគឺវាឆ្លងឱកាសទេអញ្ចឹងគឺខ្ញុំអូសទៅស្ដាំណាអូខេអញ្ចឹងពេលដែលខ្ញុំដាក់ screen របស់ខ្ញុំនៅខាងក្រោមអញ្ចឹងខ្ញុំធ្វើការ apply ហើយខ្ញុំធ្វើការចុចនេះមកក្រោមណាអូសមកក្រោមមកមានឃើញមុននេះបាទអញ្ចឹងអូសទៅលើអត់បានទេខាងឆ្វេងក៏អត់ខាងស្ដាំក៏អត់បាទអញ្ចឹងខ្ញុំធ្វើការដូចខាងលើម្ដងបាទខាងលើ apply មកអញ្ចឹងខ្ញុំដាក់មកខាងលើបាទនេះខ្ញុំចេញមកនេះអូខេបាទអញ្ចឹងខ្ញុំដាក់ខាងឆ្វេងដែលស្តាខ្ញុំប្រើខាងឆ្វេងដៃរបស់ខ្ញុំបាទ screen របស់ខ្ញុំណាបាទអូខេអញ្ចឹងយើងមកដល់គ្នាបាទអញ្ចឹងរបៀបនៃការ switch screen មានតែប៉ុណ្្នេះទេបាទឆ្វេងក៏បានស្ដាំក៏បានលើក៏បានក្រោមក៏បានអូខេខ្ញុំ apply ជាការស្រេច